ការធ្វើការទៀមទាតវ៉ាដើម្បីឲ្យមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាគឺលោកត្រាំងវ៉ាន់ថុងចេញមុខមកសុំទោសជាសាធារណៈបាននិយាយថាទឹកដីខ្មែរកម្ពុជាក្រោមមិនមែនបារាំងជាអ្នកកាត់ឲ្យមកនោះទេគឺមានការតវ៉ាជាច្រើនលើកចិនសាទៅហើយក៏ប៉ុន្តែនៅមិនទាន់មានការចេញមុខមកសុំទោសជាសាធារណៈនៅឡើយហើយចំណែកឯជនអន្តោប្រវេសន៍វៀតណាមវិញនោះមួយឆ្នាំរស់នៅលើទឹកដីខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ទើបបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះនៅព្រឹកមិញនេះផងដែរសមាគមខ្មែរកម្ពុជាក្រោមសម្ព័ន្ធយុវជនខ្មែរបានរៀបចំវេទិកាសាធារណៈមួយស្ដីអំពីប្រវត្តិសាស្ត្រនៃទឹកដីខ្មែរកម្ពុជាក្រោមនិងច្បាប់អន្តោប្រវេសន៍នៅកម្ពុជាបដិជាប្រគុណឡាតសាឡាងធ្វើសេចក្តីរាយការណ៍លម្អិតអំពីព័ត៌មាននេះសម្ព័ន្ធយុវជនកម្ពុជាសមាគមខ្មែរកម្ពុជាក្រោមបានរៀបចំធ្វើវេទិកាមួយស្ដីអំពីប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនិងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺនៅថ្ងៃទី6ខែកញ្ញាឆ្នាំ2014ម្យ៉ាងគឺដើម្បីធ្វើសេចក្តីថ្លែងការណ៍ទៅកាន់អន្តរជាតិថាជនជាតិយួនកំពុងតែបំភ្លៃប្រវត្តិសាស្ត្រខ្មែរដែលមានពលរដ្ឋខ្មែរប្រមាណជា300នាក់ចូលរួមក្នុងការស្ដាប់និងសម្ដែងមតិទាក់ទិនទៅនឹងបញ្ហានោះដោយការរៀបចំនៅវេទិកានេះមានការចូលរួមពីលោកបណ្ឌិតកែមលីក៏ដូចជាមេធាវីសុកសំអឿនផងដែរជាមួយនឹងការរៀបចំនៅវេទិកានេះដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណជា300នាក់ដែលបានចូលរួមនោះពួកគាត់ទាំងអស់គ្នារួមគ្នាបញ្ចេញមតិជាមួយនឹងជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ដែលមករស់នៅលើទឹកដីកម្ពុជាជាមួយគ្នានោះដែរលោកថៃសេដ្ឋាដែលជាតំណាងឲ្យសមាគមខ្មែរកម្ពុជាក្រោមក៏បានលើកឡើងផងដែរនៅថ្ងៃទី6ខែកញ្ញាទាក់ទងទៅនឹងការបង្កើតនៃច្បាប់ថ្មីរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដែលឲ្យពលរដ្ឋវៀតណាមខុសច្បាប់មកជាស្របច្បាប់វិញនោះហេតុអ្វីបានជារដ្ឋាភិបាលយើងផ្ដល់អ្នកដែលខុសច្បាប់មកឲ្យនៅបានរហូតដល់ទៅ2ឆ្នាំនោះហើយមិនត្រូវការទាមទារឯកសារលិខិតឆ្លងដែនអីដែលមិនអនុវត្តនៅទោសដែលបំពានចូលមកដែនដីកម្ពុជានោះអានឹងវាគឺជារឿងដែលចម្លែកមួយហើយក៏ចង់ឲ្យពួកគាត់ទាំងអស់គ្នាជួយធ្វើការបកស្រាយតែមិនទៅសង្ស័យថាហេតុម៉េចបានរដ្ឋាភិបាលយើងផ្ដល់អ្នកដែលខុសច្បាប់ឲ្យមកឲ្យស្របច្បាប់នៅបានរហូតដល់2ឆ្នាំអីដោយមិនត្រូវការទាមទារឯកសារលិខិតឆ្លងដែនអីមិនអនុវត្តទោសដែលបំពានចូលប្រទេសយើងអានឹងវាជារឿងចម្លែកមួយអញ្ចឹងចង់ឲ្យគាត់មានការបកស្រាយប៉ុន្តែជាការសោកស្ដាយក្នុងហាមទីរបស់បានចេញមកទន្ទឹមនឹងនោះដែរមានយុវជនម្នាក់គឺលោកសួនសុវត្ថិបច្ចុប្បន្នលោកគឺជាក្រុមការងាររបស់អង្គការកម្ពុជាក្រោមដែលបានចូលរួមនៅក្នុងវេទិកាសាធារណៈដែលបានផ្ដល់បទសម្ភាសន៍នៅក្នុងទឹកដីទីលានប្រជាធិបតេយ្យនោះថាដើម្បីឲ្យប្រទេសកម្ពុជាយើងនេះមាននៅការអភិវឌ្ឍពេញលេញមានអធិបតេយ្យភាពបរិបូរណ៍ពេញលេញត្រឹមត្រូវមានស្ថិរភាពមានឯករាជ្យភាពនោះយើងត្រូវតែកម្ចាត់នៅដំកើយួនឲ្យចេញពីទឹកដីរបស់ខ្មែរសិនជាមួយគ្នានោះដែរលោកបានបន្តដោយប្រៀបធៀបខ្មែរឲ្យធ្វើដូចទៅនឹងប្រទេសថៃផងដែរថាយើងត្រូវតែអនុវត្តនៅការកម្ចាត់ដង្កូវយួនចេញពីស្រុកខ្មែរឲ្យបានដូចប្រទេសថៃអញ្ចឹងដែរគឺថៃគេបញ្ជូនពលករខ្មែរយើងចំណាក់ស្រុករាប់សែនរាប់ម៉ឺននាក់សួរថាតើថៃគេមានអនុវត្តច្បាប់អន្តោប្រវេសន៍ដែរឬទេគឺអត់នោះទេគេបានបញ្ជូននៅខ្មែរណាដែលមិនមានលិខិតស្នាមមកទាំងឡានហើយគឺមិនមាននៅអន្តរជាតិណាមួយដែលអាចគៀបសង្កត់ថៃបាននោះទេហើយយើងចង់ឲ្យប្រទេសខ្មែរមានស្ថិរភាពមានឯករាជ្យមានអធិបតេយ្យភាពបរិបូរណ៍តាមទៅតែកម្ចាត់ដង្កូវយួនវិញចេញពីស្រុកខ្មែរសិនពីព្រោះយួនវាមកបំផ្លាញបរិស្ថានមកបំផ្លាញមុខរបរខ្មែរមកដណ្ដើមមុខរបរខ្មែរហើយវាមកសម្លាប់ខ្មែរមកធ្វើបាបខ្មែរដូច្នេះខ្ញុំថាជំរាបដំបូងដើម្បីអភិវឌ្ឍប្រទេសខ្មែរបានរីកចម្រើនគួរតែកម្ចាត់ដង្កូវយួនចេញសិនច្បាប់ដង្កប់ដង្កូវយួនយើងធ្វើអនុវត្តដូចថៃអញ្ចឹងថៃគេជូនខ្មែរយើងមកពលករខ្មែរយើងចំណាក់ស្រុករាប់ម៉ឺនរាប់សែននាក់ទោះថាថៃមានអនុវត្តច្បាប់បន្តប្រវេសន៍ទេគឺអត់ទេគេជូនមកអាណាមានអត់មានលិខិតស្នាមគេជូនឯងមកទាំងឡានសួរថាអន្តរប្រវេសន៍ណាអន្តរជាតិណាគៀបស្កត់ថៃទេអត់មានគៀបទេដោយសារតែគេអនុវត្តត្រឹមត្រូវតាមច្បាប់របស់គេដោយលោកបានធ្វើការសំណុំពរថាបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះលោកបានទទួលនៅរបាយការណ៍ពីក្រសួងមហាផ្ទៃថាមានយួនចំនួនតែ5សែននាក់តែប៉ុណ្ណោះចុះយួន4លាននាក់ទៀតនោះតើទៅណាអស់ហើយបើសិនជាក្រសួងមហាផ្ទៃចេញរបាយការណ៍មកបែបនេះនោះមានន័យថា4លាននាក់នោះទៀតគឺជាជនអន្តោប្រវេសន៍ខុសច្បាប់បើដូចនេះយើងត្រូវតែបញ្ជូនពួកគេទៅស្រុកគេវិញឲ្យអស់ទៅបើសិនជាយើងប្រមូលយួនលោកយើងថ្មីនេះយើងបានរបាយការណ៍ពីក្រសួងមហាផ្ទៃថាយួនបាន5សែននាក់ហើយអញ្ចឹងបានន័យថាយួន4លាននាក់ទៀតទៅណាអញ្ចឹង4លាននាក់ទៀតអត់មានច្បាប់ទេមានតែ5សែននាក់តែមានច្បាប់អញ្ចឹងយើងសូមទាមទាររដ្ឋាភិបាលយកអា4លានដែលអត់មានច្បាប់ហ្នឹងចេញទៅស្រុកវិញជាបន្តបាទសូមទាមទារប៉ុណ្ណឹងទន្ទឹមនឹងនោះលោកតាម្នាក់ដែលបានចូលរួមនៅក្នុងគណៈនោះក៏បានលើកឡើងផងដែរទាក់ទងទៅនឹងការមកចូលរួមក្នុងវេទិកានោះថាការមកថ្ងៃនេះគឺដើម្បីឲ្យការបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមពីសំណាក់ចៅយួនឲ្យសារភាពហើយបើមិនសារភាពទេយើងរួមដៃគ្នាដើម្បីឲ្យជនជាតិយួនសារភាពឲ្យបានលោកតាបានបញ្ជាក់ថាសូម្បីតែក្នុងសកលលោកក៏គេទទួលស្គាល់ថាទឹកដីកម្ពុជាក្រោមគឺជារបស់ខ្មែរដែរខណៈនោះលោកតាបានសូត្រកំណាព្យមួយយ៉ាងពីរោះដើម្បីនឹងឲ្យពលរដ្ឋខ្មែរភ្ញាក់រលឹកផងដែរដើម្បី
ឲ្យវាសារភាពបើមិនសារភាពទេយើងរួមដៃគ្នាដើម្បីជាឲ្យវាសារភាពដល់បានហើយវាយកផុសតាងអីមួយមកសូម្បីតែក្នុងសកលលោកគេទទួលស្គាល់ថាកម្ពុជាគ្រប់ជារបស់ខ្មែរដែរព្រោះមិនវាមកបំភ្លៃមិនដោយឥឡូវមានទៀតមានចុះអីណាបានគ្រួសារឲ្យបោះឆ្នោតបើចិត្តច្បាប់មានអីមានតែអញ្ចឹងអីគូអន់សម្បំដែរបើយើងកំសាកណាយើងចូលចេញទៅឲ្យគេក្លាហានគេធ្វើមើលគេដឹកនាំទេនាំមើលដូចតែអ្នកដឹកនាំរាល់ថ្ងៃនេះគាត់សន្យាថាម៉េចគាត់ថាបកាពីព្រៃឈើមកកាត់កឥឡូវកគាត់មិនជួយឲ្យពិចារណាទៅកគាត់ដោះវិញបានអាព្រៃឈើខ្ទេចបាទអានឹងខ្ញុំអត់ទទួលយកបានទេប្រាប់ឲ្យចឹងបាទខ្ញុំសូមប្រាប់បងប្អូនខ្មែរប្រុសស្រីចូលភ្ញាក់ស្មារតីស្នេហ៍ជាតិសាសនាកុំស្នេហ៍ពីជេងទៅរងកម្មាទឹកដីខេមរាចិនសៀមយួនគាត់យកសូមកូនខ្មែរមើលឲ្យទាន់ពីលិចចូលប្លន់ពីកោចូលលួចខ្មែរណាមើលស្រាលថាអស់ទីួចបិទប្លន់បើកលួចចិនសៀមយួនក្របពួចយកដីសម្បទានកម្ម99ឆ្នាំខ្មែរណារំដោះឲ្យបានមកវិញមានសង្ឃឹមសោះសូមជួយកិត្តចុះកំហុសណានាទន្ទឹមនឹងបញ្ហានៃការបាត់បង់ទឹកដីកម្ពុជាក្រោមដែលបារាំងបានកាត់ទៅឲ្យជនជាតិយួនកាលពីឆ្នាំ1949នោះអ្វីដែលធ្វើឲ្យពលរដ្ឋកម្ពុជានាំគ្នាប្រតិកម្មយ៉ាងខ្លាំងមែនទែននោះគឺនៅពេលដែលមន្ត្រីអ្នកនាំពាក្យរបស់ស្ថានទូតយួនប្រចាំនៅកម្ពុជាគឺលោកត្រឹងវ៉ាន់ធុងដែលបានប្រាប់មកវិទ្យុក្នុងស្រុកថាទឹកដីកម្ពុជាក្រោមមិនមែនបារាំងជាអ្នកកាត់ឲ្យវៀតណាមនោះទេតែផ្ទុយទៅវិញទឹកដីកម្ពុជាក្រោមនេះជារបស់វៀតណាមតាំងពីយូរយារណាស់ទៅហើយដោយសារតែសម្ដីរបស់គាត់ទាំងនេះហើយទើបធ្វើឲ្យប្រសង់កម្ពុជាពលរដ្ឋកម្ពុជានាំគ្នាប្រតិកម្មយ៉ាងខ្លាំងទៅនឹងសម្ដីរបស់គាត់ទាំងនោះទើបបណ្ដាលឲ្យមានការតវ៉ាទាមទារឲ្យមន្ត្រីទូតយួនប្រចាំនៅកម្ពុជាមួយនេះព្រមទទួលស្គាល់កំហុសនិងចេញមុខមកសារភាពនិងទទួលស្គាល់ថាទឹកដីកម្ពុជាក្រោមគឺជារបស់កម្ពុជាដែលបារាំងបានកាត់ទៅឲ្យកាលពីថ្ងៃទី4ខែមិថុនាឆ្នាំ1949ជាច្រើនលើកច្រើនសារទៅហើយក៏ប៉ុន្តែមន្ត្រីរូបនេះនៅតែប្រកាន់ជំហរមិនចេញមុខមកធ្វើការសំទោសអ្វីនោះឡើយខ្ញុំប្រកាសរណាអាត្មាភាពឡាតសាឡាងវិទ្យុសំឡេងប្រសង់ឯករាជ្យភ្នំពេញ